បាទក្រុមនឹងជម្រាបសួរប្រិយមិត្តដែលចូលចិត្តតាមដានសម្រាប់ព័ត៌មានតាមបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយកអត្ថបទមួយដែលមានចំណងជើងថាអញនោះទ្រាំនឹងទង្វើទំនើងប្តីលេងបានអ្នកនាងខ្ញុំបង្ហោះវីដេអូនិយាយទាំងទឹកភ្នែកថាភ្នំពេញអ្នកណាមិនស្គាល់អ្នកនាងខ្ញុំជាតារាកំ pl មួយរូបដែលសាងបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនិងការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជនយ៉ាងច្រើនសម្បើមដោយសារមានសមត្ថភាពលេងកំ pl ដ៏ប៉ិនប្រសប់និងសម្ដីចាក់ទឹកមិនលិចដែលធ្វើឲ្យមហាជនផ្ទុះសំណើចសប្បាយរីករាយរហូតអ្នកនាងស្រេងសុកាន់ដាហៅខ្ញុំបានរៀបការជាមួយអ្នកសិល្បៈរួមអាជីពគឺតារាកំ pl នាយកៃដដោយពេលនេះអ្នកទាំងពីរទទួលបានកូនម្នាក់សមតាមបំណងហើយបើទោះទទួលភាពជោគជ័យចំពោះវិស័យសិល្បៈយ៉ាងណាក្តីក៏ប្តីប្រពន្ធជាតារាកំ pl មួយគូនេះនៅតែខិតខំបង្កើតមុខរបរថ្មីផ្សេងជាច្រើនក្នុងនោះដូចជាលក់សាច់ក្រកនិងផលិតផលថែរក្សាសម្រស់នៅតាមអនឡាញជាដើមជាមួយភាពជោគជ័យទាំងព្រមនិងចំណងដៃអាពាហ៍ពិពាហ៍កូនមួយឃើញថាជីវិតគូរបស់អ្នកទាំងពីរកាន់តែល្អកល្អឿនខ្លាំងឡើងដែលគេកម្រលេចលឺអ្នកទាំងពីរមានពាក្យរកាំរកូសប្រេះឆាស្នេហានឹងឡើយយ៉ាងណាមិញថ្មីនេះអ្នកទាំងពីរបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាខ្លាំងខណៈឃើញអ្នកនាងខ្ញុំទឹកភ្នែកទឹកសម្បោរឡើងរហាមគួរឲ្យអាណិតតែទោះយ៉ាងណានេះគ្រាន់តែជាការកំ pl លេងឲ្យហ្វេនបានសើចប៉ុណ្ណោះព្រោះថាតាមពិតអ្នកនាងខ្ញុំធ្វើម្ហូបឡុកឡាក់ឲ្យនាយកៃដហូបហើយរងឥទ្ធិពលខ្ទឹមបារាំងក៏ចេញទឹកភ្នែកជាប់រហូតទៅចាអត្ថបទនេះនាងខ្ញុំសូមបញ្ចប់តែប៉ុណ្្នេះចាសូមអរគុណសូមជម្រាបលា